ចុះបើហែងលក់មន់បំពងនៅស្រុកអេស៊ីបបុរាណថ្ងៃទី1ហែងបានទៅដល់ស្រុកអេស៊ីបជាមួយសាច់មន់ស្រស់ម្សៅមេដំឡូងឬប្រេងនិងឆ្នាំងសម្រិតមួយពេលនោះអាកាសធាតុក្តៅខ្លាំងដល់45ដឺក្រេហើយមានមនុស្ស100000នាក់កំពុងអូសថ្មភ្នំកាត់វាលខ្សាច់អាហារថ្ងៃត្រង់របស់ពួកគេមានតែដំបងខ្ទឹមបារាំងនិងស្រាបៀរប៉ុណ្ណោះពេលដែលហែងដាក់មន់បំពងចូលទៅក្នុងផ្ទះក្លិនរបស់វាបានភីទៅដល់ការដ្ឋានសំណង់នោះស្រាប់តែមានកម្មករ30នាក់បានឈប់ធ្វើការមេជាងបានស្រែកស្ដីឲ្យពួកគេប៉ុន្តែពួកគេមិនខ្វល់ឡើយថ្ងៃទី2ហែងលក់មន់មួយដុំដូរយកស្រាបៀរ2ពែងនៅទីនេះស្រាបៀរគឺជាគ្រូបីបានគលុយសម្រាប់ចាយវីត្រឹមពេលថ្ងៃត្រង់ហែងរកគលុយគឺបានច្រើនជាងចម្លាក់ធ្មម្នាក់រកបានក្នុងមួយខែទៅទៀតថ្ងៃទី3ប្រេងបំពងបានអស់ហើយសាច់មន់ក៏ចាប់ផ្ដើមផ្អូមដោយសារកម្ដៅថ្ងៃហែងក៏បានជិះទូកកាត់ទន្លេនីលនៅពេលព្រលឹមដើម្បីទៅរកកសិករម្នាក់ដែលមានខ្លាញ់សត្វនិងប្រេងល្អងចាប់ពីពេលនោះមកហែងមានអីវ៉ាន់ស្រស់ផ្គត់ផ្គង់រាល់ព្រឹកថ្ងៃទី4ភ្នាក់ងារប្រមូលពន្ធបានមកដល់ហើយសួរថាតើអ្នកលក់មន់បានប៉ុន្មានដុំក្នុងមួយថ្ងៃអ្នកឆ្លើយថា10ដុំទាំងដែលមានមនុស្ស40នាក់កំពុងជ្រហូបនៅពីក្រោយខ្នងអ្នកក៏បានហុចមន់មួយចានហ្វ្រៃឲ្យគាត់ក៏បានកត់ចូលក្នុងបញ្ជីថា10ដុំក្មេងសប្តាហ៍ទី1អ្នកបម្រើម្នាក់បានមកដល់ហើយប្រាប់ថាព្រះចៅផារ៉ាអុងចង់សាកអាហាររបស់ហែងទ្រង់សោយមួយម៉ាត់ហើយនៅស្ងៀមអស់10វិនាទីបន្ទាប់មកទ្រង់ក៏ទះដៃ2ដងនោះមានន័យថាហែងមិនត្រូវបានគេយកទៅប្រហារជីវិតទេប៉ុន្តែគឺត្រូវបានជួលក៏ឲ្យធ្វើជាចុងភើរីជ្វាំងតែម្ដងអរគុណពួកអាចុយម្រាយដែលមើលវីដេអូដល់ចប់ចុះបើហែងលក់មន់បំពងនៅស្រុកអេស៊ីបបុរាណថ្ងៃទី1ហែងបានទៅដល់ស្រុកអេស៊ីបជាមួយសាច់មន់ស្រស់ម្សៅមេដំឡូងឬប្រេងនិងឆ្នាំងសម្រិតមួយពេលនោះអាកាសធាតុក្តៅខ្លាំងដល់45ដឺក្រេហើយមានមនុស្ស100000នាក់កំពុងអូសថ្មភ្នំកាត់វាលខ្សាច់អាហារថ្ងៃត្រង់របស់ពួកគេមានតែដំបងខ្ទឹមបារាំងនិងស្រាបៀរប៉ុណ្ណោះពេលដែលហែងដាក់មន់បំពងចូលទៅក្នុងផ្ទះក្លិនរបស់វាបានភីទៅដល់ការដ្ឋានសំណង់នោះស្រាប់តែមានកម្មករ30នាក់បានឈប់ធ្វើការមេជាងបានស្រែកស្ដីឲ្យពួកគេប៉ុន្តែពួកគេមិនខ្វល់ឡើយថ្ងៃទី2ហែងលក់មន់មួយដុំដូរយកស្រាបៀរ2ពែងនៅទីនេះស្រាបៀរគឺជាគ្រូបីបានគលុយសម្រាប់ចាយវីត្រឹមពេលថ្ងៃត្រង់ហែងរកគលុយគឺបានច្រើនជាងចម្លាក់ធ្មម្នាក់រកបានក្នុងមួយខែទៅទៀតថ្ងៃទី3ប្រេងបំពងបានអស់ហើយសាច់មន់ក៏ចាប់ផ្ដើមផ្អូមដោយសារកម្ដៅថ្ងៃហែងក៏បានជិះទូកកាត់ទន្លេនីលនៅពេលព្រលឹមដើម្បីទៅរកកសិករម្នាក់ដែលមានខ្លាញ់សត្វនិងប្រេងល្អងចាប់ពីពេលនោះមកហែងមានអីវ៉ាន់ស្រស់ផ្គត់ផ្គង់រាល់ព្រឹកថ្ងៃទី4ភ្នាក់ងារប្រមូលពន្ធបានមកដល់ហើយសួរថាតើអ្នកលក់មន់បានប៉ុន្មានដុំក្នុងមួយថ្ងៃអ្នកឆ្លើយថា10ដុំទាំងដែលមានមនុស្ស40នាក់កំពុងជ្រហូបនៅពីក្រោយខ្នងអ្នកក៏បានហុចមន់មួយចានហ្វ្រៃឲ្យគាត់ក៏បានកត់ចូលក្នុងបញ្ជីថា10ដុំក្មេងសប្តាហ៍ទី1អ្នកបម្រើម្នាក់បានមកដល់ហើយប្រាប់ថាព្រះចៅផារ៉ាអុងចង់សាកអាហាររបស់ហែងទ្រង់សោយមួយម៉ាត់ហើយនៅស្ងៀមអស់10វិនាទីបន្ទាប់មកទ្រង់ក៏ទះដៃ2ដងនោះមានន័យថាហែងមិនត្រូវបានគេយកទៅប្រហារជីវិតទេប៉ុន្តែគឺត្រូវបានជួលក៏ឲ្យធ្វើជាចុងភើរីជ្វាំងតែម្ដងអរគុណពួកអាចុយម្រាយដែលមើលវីដេអូដល់ចប់